ជំរាបសួរក៏ដូចជាសួស្តីពុកម៉ែបងប្អូនអរគ្នាស្វាគមន៍មកកាន់ website Dara SMM នៅក្នុងវីដេអូនេះខ្ញុំនឹងមកធ្វើការបង្ហាញបងប្អូនអរគ្នាអំពីរបៀបទិញ follower ទៅលើ page Facebook ហើយការទិញ page follower ទៅលើ Facebook គឺគ្មានអ្វីពិបាកទេអ្នកទាំងគ្នាងាយៗគឺគ្រាន់តែតម្រូវអ្នកទាំងគ្នាមាន link របស់ page ហ្នឹងគឺយើងយកទៅផាសជាមួយនឹង website រួចជាការស្រេចអ្នកទាំងគ្នាហើយពិតបានផល 100% ឥឡូវនេះយើងចាប់ផ្ដើមធ្វើការប៊ូទាំងអស់គ្នាដែលជាដំបូងខ្ញុំសូមធ្វើការ copy link សិនដែលយើងចុចកន្លែងប៊ូតុងចុច3ហ្នឹងមកហើយយើងយកពាក្យថា copy link អ្នកនរគ្នាអូខេឥឡូវនេះខ្ញុំបានធ្វើការ copy link រួចរាល់ហើយឥឡូវយើងចូលទៅកាន់ website របស់យើងតែម្ដងដោយជាដំបូងគឺបងប្អូនអរគ្នាចូលមកកាន់ web browser ណាមួយក៏បានដែរនៅលើទូរស័ព្ទដៃរបស់បងប្អូនអរគ្នាដែលអាចធ្វើការ open search ចូលទៅកាន់ website Dara SMM បានឥឡូវនេះខ្ញុំសូមធ្វើការចូលទៅតាម web browser Chrome ហើយបន្តមកទៀតយើង search website របស់យើងមកគឺជា website Dara SMM ហ្នឹងយើង search ថា darasmm.com អ្នកនរគ្នានេះអ្នកនរគ្នាគឺជា website Dara SMM ដែលនៅខាងលើគេហ្នឹងឥឡូវនេះខ្ញុំសូមធ្វើការចុចចូលទៅលើវាតែម្ដងអូខេអ្នកនរគ្នាហើយនេះគឺជា dashboard របស់ website Dara SMM ដែលខ្ញុំបានធ្វើការ login ចូលរួចរាល់ហើយនៅពេលដែលខ្ញុំបានធ្វើការ login ចូលរួចរាល់វានឹងចេញទម្រង់បែបនេះហើយសម្រាប់បងប្អូនណាដែលមកថ្មីដែលមិនទាន់ចេះពីរបៀប login ក៏ដូចជាពីរបៀបដាក់លុយចូលខ្ញុំនឹងធ្វើការដាក់ link នៅខាងក្រោម description ដើម្បីពុកម៉ែបងប្អូនអរគ្នាចូលទៅទស្សនាពីរបៀបដាក់លុយក៏ដូចជាពីរបៀប login ចូល website ជាដើមឥឡូវកុំឲ្យខាតពេលវេលាយូរយើងចាប់ផ្ដើមធ្វើការ boost follower ទៅលើ page Facebook តែម្ដងដែលជាដំបូងគឺយើងចុចទៅលើ shortcut របស់ Facebook មកលើ logo Facebook ហ្នឹងណាដើម្បីយើងជ្រើសរើសតែសេវាកម្មរបស់ Facebook ទេហើយបន្តមកទៀតអ្នកទាំងគ្នា scroll ដល់មកខាងក្រោមបន្តិចមកយើងក៏លេខមើលកន្លែង category គឺជាប្រភេទរបស់វាអ្នកទាំងគ្នាដែលយើងចុចចូលនឹងទៅដែលបងប្អូនអរគ្នានឹងឃើញមានជាច្រើនប្រភេទដែលតាក់ទងទៅនឹង Facebook បងប្អូនអរគ្នាណាដែលមានតម្រូវការលើប្រភេទមួយណាគឺបងប្អូនអរគ្នាអាចធ្វើការចុចជ្រើសរើសបានដែលក្នុងវីដេអូនេះខ្ញុំមកធ្វើការបង្ហាញបងប្អូនអរគ្នាអំពី Facebook page follower អញ្ចឹងខ្ញុំសូមធ្វើការជ្រើសរើស Facebook page follower តែម្ដងហើយបន្តមកទៀតកន្លែង service ហ្នឹងគឺជាតម្លៃក៏ដូចជាសេវាកម្មរបស់វាអញ្ចឹងអ្នកទាំងគ្នាអាចអានមើលបានសេវាកម្មមួយណាដែលអ្នកទាំងគ្នាពេញចិត្តគឺអ្នកទាំងគ្នាអាចធ្វើការជ្រើសរើសបានហើយសេវាកម្មវាទៀតសតគឺមានជាច្រើនជម្រើសបងប្អូនទាំងអស់គ្នាជ្រើសរើសឥឡូវនេះខ្ញុំសូមធ្វើការជ្រើសរើសសេវាកម្មណាមួយដើម្បីប៊ូសចែកជូនពុកម៉ែបងប្អូនអរគ្នាទស្សនាឥឡូវនេះខ្ញុំសូមធ្វើការជ្រើសរើសសេវាកម្មដែលមានលេខ ID ទី257ដែលគេនិយាយថា Facebook page follower instant ហ្នឹងគឺសេវាកម្មនេះនៅពេលដែលយើងធ្វើកម្មវិធីទិញជោគជ័យគឺវានឹងធ្វើការដំណើរយើងភ្លាមតែម្ដង 1 minute complete ហ្នឹងគឺរយៈពេល1នាទីគឺរួចរាល់ហើយអ្នកនរគ្នាសេវាកម្មនេះគឺលឿនមែនទែនហើយក្នុងមួយថ្ងៃចំនួនខ្ពស់បំផុតដែលយើងអាចដាក់បានគឺចំនួនទៅដល់ 250k ក្នុងមួយថ្ងៃហើយរយៈពេលធានារបស់គេគឺរហូតដល់30ថ្ងៃអ្នកនរគ្នាកន្លែង O30 ហ្នឹងគឺរយៈពេលធានារបស់គេហើយក្នុង 1k តម្លៃរបស់វាគឺត្រឹមតែ$1ទេអ្នកនរគ្នាតម្លៃគឺធូរថ្លៃមែនទែនឥឡូវខ្ញុំសូមធ្វើការចុចជ្រើសលើសេវាកម្មនេះតែម្ដងហើយបន្តមកទៀតអ្នកនរគ្នាក៏លេខមកមួយកន្លែង link នេះគឺជា link profile page របស់យើងអ្នកនរគ្នាដោយសារតែខ្ញុំបានធ្វើការ copy link profile រួចហើយអញ្ចឹងខ្ញុំសូមធ្វើការផាសចូលតែម្ដងហើយបន្តមកទៀតអ្នកនរគ្នាមើលកន្លែង quantity នឹងមក quantity ហ្នឹងគឺជាចំនួនដែលយើងត្រូវធ្វើការទិញដាក់អ្នកនរគ្នាដែលគេនិយាយថាពីចំនួន minimum ដែលយើងអាចធ្វើការទិញបានពីចំនួន10រហូតដល់2លានចន្លោះហ្នឹងបងប្អូនអរគ្នាមានតម្រូវការប៉ុណ្ណាគឺបងប្អូនអរគ្នាដាក់ចូលប៉ុណ្ណឹងទៅឥឡូវខ្ញុំសូមធ្វើការដាក់ចំនួនតែ200ទេបងប្អូនអរគ្នាដើម្បីបង្ហាញបងប្អូនអរគ្នាតែត្រង់ចំណុចហ្នឹងបងប្អូនអរគ្នាមានតម្រូវការប៉ុណ្ណាគឺបងប្អូនដាក់ចូលប៉ុណ្ណឹងទៅណាបងប្អូនអរគ្នាហើយសូមបញ្ជាក់បងប្អូនទាំងអស់គ្នាបន្តិចកន្លែង quantity ហ្នឹងបងប្អូនទាំងអស់គ្នាកាលណាដែលទិញគឺបងប្អូនគួរតែដាក់វាជាចំនួនកូដដូចខ្ញុំអញ្ចឹងបងប្អូនអរគ្នាដូចជាចំនួន100 200 300 400 500អញ្ចឹងទៅឥឡូវយើងក៏លេខមកមួយកន្លែងឆាតគឺយើងអស់លុយត្រឹមតែ 0.20 សេនទេអ្នកទាំងគ្នាគឺជាតម្លៃរបស់200ហ្នឹងតម្លៃវាគឺធូរថ្លៃមែនទែនឥឡូវបន្ទាប់ពីយើងបានធ្វើការបំពេញខាងលើរួចរាល់ហើយខ្ញុំសូមចុចកន្លែងប៊ូតុង place order តែម្ដងគឺជាប៊ូតុងដែលយើងធ្វើការបញ្ជាទិញ
អូខេអ្នកគ្នាពេលនេះគឺខ្ញុំបានធ្វើការបញ្ជាទិញជោគជ័យហើយនៅពេលដែលធ្វើការបញ្ជាទិញជោគជ័យគេនឹងចេញតម្រងបែបនេះឲ្យយើងដែលអ្នកគ្នាអាចត្រួតពិនិត្យបានដូចជាលេខ ID CV លេងអីចឹងទៅបងប្អូនអ្នកគ្នាអូខេអ្នកគ្នាពេលនេះវីដេអូរបស់ខ្ញុំក៏ដល់ទីបញ្ចប់ហើយបើសិនជាមានចម្ងល់តាណាដែលមិនទាន់ច្បាស់អ្នកគ្នាក៏អាចមើលវីដេអូនេះសារឡើងវិញបានអរគុណអ្នកគ្នាសម្រាប់ការទស្សនាវីដេអូមួយនេះជួបគ្នាក្នុងវីដេអូក្រោយ